សេចក្តីទុក្ខយើងទាំងអស់គ្នាសុទ្ធតែទទួលសោយនៅអារម្មណ៍ជាទុក្ខនេះតើយើងទទួលនៅអារម្មណ៍ជាទុក្ខបែបនេះប៉ុន្មានដងក្នុងមួយថ្ងៃត្រង់នឹងហើយដែលព្រះសម្មាសម្ពុទ្ធបានបញ្ញត្តិថាជាទុក្ខមិនមែនចាំបាច់សំដៅដល់ការឈឺចាប់ឬសេចក្តីសោកសៅនោះទេនេះជារបៀបកំណត់ដឹងធម្មតានៃពាក្យនេះយើងរមែងទទួលនៅអារម្មណ៍ជាទុក្ខសោមនស្សយើងមិនដែលពេញចិត្តទៅនឹងអ្វីដែលយើងបាននោះទេយើងរឹតតែចង់បានរបស់នោះហើយចង់បានទៀតយើងចេះតែបោះបង់របស់នោះចោលនៅពេលដែលយើងបានវាហើយព្រោះរបស់នោះបាត់បង់នៅភាពទាក់ទាញរបស់វាយើងហៅការបាត់បង់នេះថាជាភាពបន្ទានដូច្នេះមួយជីវិតរបស់យើងព្យាយាមប្រកាន់ខ្ជាប់ទៅនឹងរបស់ទាំងនោះហើយយើងតែងតែទទួលនៅអារម្មណ៍ជាទុក្ខជានិច្ចព្រោះខ្លួនយើងផ្ទាល់និងវត្ថុទាំងឡាយដែលយើងប្រកាន់មាំនោះតែងតែមានការប្រែប្រួលជាដរាបភាពសប្បាយចិត្តភាពរីករាយពិតប្រាកដនេះគឺនៅត្រង់យើងត្រូវចេះជំនះលើចំណុចខ្សោយរបស់យើងនឹងឯងហើយព្យាយាមដើម្បីដឹងថាហេតុអ្វីបានជាយើងមិនសប្បាយចិត្តនេះទើបជាគោលបំណងក្នុងជីវិតពិតរបស់យើងគំរូរបស់ព្រះសម្ពុទ្ធគំរូរបស់ព្រះអង្គព្រះសម្មាសម្ពុទ្ធផ្ទាល់សំលមមគ្រប់គ្រាន់ដើម្បីពន្យល់អំពីវិធីសាស្ត្រដែលយើងអាចធ្វើដំណើរតាមផ្លូវឆ្ពោះទៅរកភាពបរិសុទ្ធបានការវឹកហាត់ដំណើររបស់ព្រះបរមពុទ្ធិសត្វមុនពេលដែលព្រះអង្គបានក្លាយជាព្រះពុទ្ធមួយព្រះអង្គគឺជាដំណើរមួយវែងឆ្ងាយនិងលំបាកលំបិនរឿងរ៉ាវទាំងឡាយក្នុងគម្ពីរជាតកបានដំណាលអំពីជាតិរបស់ព្រះសម្ពុទ្ធច្រើនរាប់មិនអស់ដែលព្រះអង្គទ្រង់បានឆ្លងកាត់នៅការសាកល្បងជាច្រើនដើម្បីជំរះចិត្តឲ្យបរិសុទ្ធសំបីក្នុងកំណើតចុងក្រោយរបស់ព្រះអង្គកាលនៅជាព្រះសិទ្ធត្ថព្រះអង្គធ្លាប់បានទទួលការសាកល្បងវិនិច្ឆ័យជាច្រើនដងមុនការត្រាស់ដឹងសំបីកាលនៅជាកុមារថ្ងៃមួយព្រះអង្គបានទតឃើញសត្វបង្គួយកំពុងស៊ីស្រមោចសត្វពស់ក៏បានលេបសត្វបង្គួយរួចហើយសត្វពស់នោះក៏ត្រូវសត្វស្ទាំងចឹកស៊ីទៀតព្រឹត្តិការណ៍ជាប់តគ្នានេះបានធ្វើឲ្យព្រះអង្គនឹកឃើញដល់ធម្មជាតិនៃសេចក្តីទុក្ខដែលសត្វទាំងឡាយបៀតបៀនលើគ្នានឹងគ្នាចំពោះជីវិតរស់នៅរបស់ពួកគេថ្ងៃមួយជាខាងក្រោយមកទេវទត្តត្រូវជាបងប្អូនជីដូនមួយរបស់ព្រះអង្គបានបាញ់សត្វហង្សមួយ
ធ្វើឲ្យរបួសហើយព្រះអង្គក៏បាននាំយកមកព្យាបាលនិងពន្យល់បញ្ចុះបញ្ចូលពីបន្តថាមេត្តាគឺជាថ្នាំបន្សាបចំពោះអំពើឃោរឃៅដែលសត្វលោកតែងតែរមែងបៀតបៀនគ្នាអញ្ចឹងហើយបានជាពេលដែលព្រះអង្គបានឃើញនៅនិមិត្តទេវទូតទាំង4រួមមានមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់និងអ្នកបួសនោះក៏បានធ្វើឲ្យព្រះតីរបស់ព្រះអង្គនឹកឃើញដល់សេចក្តីពិតដ៏ក្រៃលែងពីការមិនទៀងថាជាទុក្ខសច្ចៈការពិតអំពីហេតុដែលនាំឲ្យកើតទុក្ខការដឹងនេះបានធ្វើឲ្យឈានទៅដល់ការសម្រេចចិត្តរបស់ព្រះអង្គដើម្បីថយក្រោយចេញអំពីផ្លូវលោកដែលប្រកបទៅដោយផាសុកភាពខាងផ្នែកសម្ភារៈដើម្បីចេញសាងមហាអភិនិក្រមការលះបង់ទ្រព្យសម្បត្តិប្រពន្ធកូនដើម្បីចេញសាងភ្នោះប្រព្រឹត្តក្រមចរិយធម៌អភិនេសក្រមសប្តាហ៍ថ្ងៃនេះមានជនជាច្រើនយល់ថាវាជារឿងមួយលំបាកដើម្បីទទួលយកនៅសេចក្តីសម្រេចចិត្តតាមព្រះសទ្ធត្ថដើម្បីលះបង់ភរិយានិងបុត្រហើយចេញបព្វជិនោះនេះមិនមែនជាការសម្រេចចិត្តដ៏សាមញ្ញមួយទេនៅក្នុងវប្បធម៌របស់ប្រទេសឥណ្ឌាដែលជាប្រទេសតែងតែបានប្រារព្ធធ្វើអរិយមគ្គដែលបុគ្គលអាចធ្វើបានគឺការចេញសាងអភិនិស្ក្រមនេះឯងដើម្បីបង្កើននៅការសប្បាយផ្លូវកាយហើយស្វែងរកការបំពេញសេចក្តីព្យាយាមខាងប្រាជ្ញាស្មារតីនេះគឺបានឈ្មោះថាការសម្រេចចិត្តមួយដែលនាំមកនៅកិត្តិយសដល់គ្រួសារទោះជានៅពេលនោះយប់នោះមុនពេលដែលព្រះសទ្ធត្ថយាងចេញសាងភ្នោះព្រះអង្គមិនបានដាស់ភរិយានិងបុត្រក៏ដោយក៏យើងដឹងដែរថាព្រះអង្គបានពិគ្រោះពីបញ្ហានេះជាមួយភរិយាជាច្រើនលើកច្រើនសារច្រើនគ្រាដែរយើងដឹងទៀតថាព្រះនាងយសោធារាពំពីក៏បានយល់និងគាំទ្រនៅសេចក្តីសម្រេចចិត្តនោះដោយអះអាងថាព្រះនាងក៏បានជ្រាបពីបំណងវាសនារបស់ព្រះអង្គដែរនេះជាការរក្សាបវេណីរបស់ឥណ្ឌាដោយដែលយើងបានឃើញបានដឹងនៅក្នុងរឿងរាមាយណៈរឿងរាមកេរ្តិ៍ស្រាប់ហើយតែនៅក្នុងនោះនាងសីតាបាននាំគាំទ្រយ៉ាងស្ម័គ្រស្មោះនៅការសម្រេចចិត្តរបស់ព្រះរាមហើយបានយល់ព្រមឲ្យព្រះរាមចេញទៅបួសជាតាបសអស់រយៈពេល14ឆ្នាំនៅក្នុងព្រៃនាងពំពីភរិយារបស់ព្រះសិទ្ធត្ថបានយល់ពីឱកាសដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គដើម្បីជួយស្រោចស្រង់នៅសពសត្វទាំងអស់នាងឥតមានចំណែកចិត្តអន់ចិត្តអ្វីទេដើម្បីហាមឃាត់នៅដំណើររបស់ព្រះអង្គឲ្យខុសពីបំណងរបស់ព្រះអង្គឡើយបន្ទាប់អំពីបានសាងភ្នោះមកព្រះអង្គបានចាប់ផ្ដើមប្រតិបត្តិ
នៅធម៌វិន័យយ៉ាងតឹងតែងដែលក្រោយមកព្រះអង្គបានយល់ឃើញថាគ្មានប្រយោជន៍និងមិនអាចនាំទៅរកសេចក្តីស្ងប់ចិត្តព្រះអង្គទ្រង់ស្វែងយល់ឃើញថានៅពេលដែលរាងកាយត្រូវបានធ្វើទរណកម្មដោយការបង្អត់អាហារនិងបាត់បង់សេរីភាពដូច្នោះចិត្តនោះមិនអាចស្ងប់ដើម្បីពិចារណាដោយសុវត្ថិភាពទៅលើវត្ថុទាំងឡាយតាមសភាវៈពិតបានទេព្រះអង្គបានជ្រាបទៀតថាកាលនៅជាស្ដេចចក្រជីវិតរបស់ព្រះអង្គប្រកបទៅដោយវត្ថុប្រណិតហូបប្រណិតមិនត្រឹមតែគ្មានប្រយោជន៍ថែមទាំងធ្វើឲ្យអាប់អោននិងគួរឲ្យខ្មាស់អៀនទៀតម្ល៉េះហើយព្រះអង្គក៏ចាប់អនុវត្តតាមមជ្ឈមតិទីរវាងវត្ថុប្រណិតនិងតបកម្មហើយក៏បានរកឃើញនៅរូបមន្តត្រឹមត្រូវសម្រាប់អប់រំបន្ទុំចិត្តដែលចុងក្រោយក៏ឈានទៅដល់ការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ